ស្មោះត្រង់ជាមួយខ្លួនឯងនៅពេលយើងមិនតាំងចិត្តស្អប់ជីវិតនោះយើងនឹងឃើញថាជីវិតតាំងព្យាយាមផ្ដល់អ្វីជាច្រើនដែលយើងស្រឡាញ់មកឲ្យយើងរាល់ថ្ងៃមួយជីវិតនេះយើងប្រកាសជាបានជួបនឹងអ្នកដែលធ្លាប់កុហកយើងច្រើនលើសពីម្នាក់ប៉ុន្តែមនុស្សម្នាក់ដែលកុហកយើងច្រើនជាងគេបំផុតគឺគ្មាននរណាផ្សេងក្រៅពីយើងខ្លួនឯងឡើយយើងមិនអាចបដិសេធទេថាយើងមិនធ្លាប់កុហកខ្លួនឯងវាក៏ល្មមដល់ពេលហើយដែលយើងត្រូវចាប់ផ្ដើមសារភាពរឿងទាំងអស់នេះចំពោះខ្លួនឯងរួចហើយក៏ចាប់ផ្ដើមគោរពខ្លួនឯងឡើងវិញខ្ញុំជឿថាមានពេលខ្លះយើងត្រូវបង្ខំចិត្តឆ្លើយយល់ព្រមចំពោះសំណើមួយទាំងមិនសប្បាយចិត្តវាមានអ្វីមួយនៅពីក្រោយការឆ្លើយតបនោះហើយនោះគឺហេតុផលជាច្រើនមានហេតុផលជាច្រើនដែលយើងត្រូវឆ្លើយយល់ព្រមទាំងដែលពេលខ្លះយើងមិនសប្បាយចិត្តប៉ុន្តែមានហេតុផលតែមួយប៉ុណ្ណោះដែលយើងអាចឆ្លើយបដិសេធដោយមិនចាំបាច់ត្រូវភ័យខ្លាចនោះគឺភាពស្មោះត្រង់ចំពោះខ្លួនឯងយើងប្រហែលជាធ្លាប់ឆ្លើយយល់ព្រមចំពោះសំណើសុំរបស់នរណាម្នាក់ទាំងចិត្តទើសទាល់ពេលខ្លះយើងជួយគេមិនមែនព្រោះមានចិត្តចង់ជួយដោយពិតប្រាកដទេប៉ុន្តែដោយគិតពីហេតុផលច្រើនជាងពេលខ្លះសម្រាប់ចិត្តថាត្រូវជួយគេក៏ព្រោះតែគិតថាថ្ងៃក្រោយខ្លួនត្រូវការឲ្យគេជួយវិញហើយខ្លាចពេលនោះគេឆ្លើយបដិសេធដូច្នេះគឺមានតែទ្រាំយល់ព្រមជួយគេទាំងដែលខ្លួនឯងមិនសប្បាយចិត្តក៏មានដែរក្នុងជីវិតរស់នៅយើងត្រូវបត់បែនប៉ុន្តែការបត់បែនមិនមែនមានន័យថាទាល់តែកុហកខ្លួនឯងទើបអាចបត់បែនបាននោះទេនៅក្នុងលក្ខខណ្ឌខ្លះវាតម្រូវឲ្យយើងត្រូវតែនិយាយបដិសេធដោយមិនខ្លាចនរណាម្នាក់ត្រូវឈឺចាប់ជាមួយពាក្យឆ្លើយតបនោះសូម្បីបន្តិចប៉ុន្តែនៅក្នុងលក្ខខណ្ឌខ្លះទៀតយើងអាចឆ្លើយបដិសេធដោយសប្បាយចិត្តដោយមិនចាំបាច់ត្រូវគិតខ្វល់ពីអ្វីទាំងអស់ខ្ញុំធ្លាប់ត្រូវបានប្រធានក្រុមហ៊ុនមួយផ្ដល់ឱកាសឲ្យចូលសម្ភាសន៍ការងារបន្ទាប់ពីខ្ញុំបានធ្វើតេស្តសមត្ថភាពសរសេរកូដបានពិន្ទុទាបជាងគេបំផុតក្នុងចំណោមមិត្តភ័ក្តិខ្ញុំដែលបានមកធ្វើតេស្តចូលធ្វើការងារសាក់លបងនៅក្នុងក្រុមហ៊ុនក្នុងកំឡុងឆ្នាំ2015គាត់បានសួរខ្ញុំថាតើអ្វីទៅដែលជាក្តីសុបិនរបស់ខ្ញុំសម្រាប់ថ្ងៃអនាគតខាងមុខខ្ញុំបានឆ្លើយដោយស្មោះត្រង់ថាខ្ញុំមានក្តីសុបិនចង់មានឱកាសបានជួបសន្ទនាជាមួយមនុស្សជាច្រើនតាមដែលខ្ញុំអាចធ្វើទៅបានបន្ទាប់ពីបានស្ដាប់នៅចម្លើយរបស់ខ្ញុំគាត់ងក់ក្បាលញញឹមព្រមទាំងបានពោលឡើងថាប្អូនគឺជាមនុស្សដែលមានភាពស្មោះត្រង់ឬមានក្តីគោរពចំពោះខ្លួនឯងការពិតខ្ញុំគួរតែឆ្លើយឲ្យស្រដៀងនឹងការងារដែលក្រុមហ៊ុនអាចផ្ដល់ឲ្យបានប៉ុន្តែខ្ញុំបែរជាឆ្លើយតាមការស្រមៃរបស់ខ្ញុំដោយខ្វល់អ្វីទៅវិញវាកំ pl ែងណាស់មែនទេដែលខ្ញុំត្រូវយកក្តីសុបិនឈួតរបស់ខ្ញុំទៅឆ្លើយនៅក្នុងការសម្ភាសន៍មួយដែលវាត្រូវកំណត់អនាគតការងារសាក់លបងមួយបន្ទាប់ពីការបញ្ចប់ឆ្នាំសិក្សារបស់ខ្ញុំទោះយ៉ាងណានៅទីបញ្ចប់ខ្ញុំក៏ទទួលបានឱកាសការងារមួយនៅទីនោះគឺផ្នែក Digital Marketing ខ្ញុំមិនជឿឡើយរៀនផ្នែកព័ត៌មានវិទ្យាចំនួន2ឆ្នាំដល់ពេលរៀនចប់បែរទីត្រូវធ្វើការផ្នែកទីផ្សារហើយទីបញ្ចប់បែរជាคล้ายខ្លួនមកជាអ្នកនិពន្ធម្នាក់ទៅវិញឆាកជីវិតខកពីឆាកតន្ត្រីប៉ុន្តែពេលខ្លះវាក៏មានចង្វាក់ដ៏គួរឲ្យរំភើបច្រើនជាងចង្វាក់តន្ត្រីដែលគេប្រគំលើឆាករាប់រយលានដងឯណោះគួរតែរៀនរំភើបជាមួយឆាកជីវិតឲ្យច្រើនเพราะមានអ្វីជាច្រើនកើតឡើងបណ្ដាក់គ្នាដើម្បីឲ្យយើងឆ្លងកាត់និងទទួលយកជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការរស់នៅមិនថាយើងអាចមានឱកាសទទួលបានការងារមួយដែលយើងស្រឡាញ់ចូលចិត្តឬក៏អត់ទេប៉ុន្តែគ្រប់ការងារដែលតម្រូវឲ្យយើងធ្វើគឺយើងត្រូវតែធ្វើវាដោយការស្រឡាញ់ពេញចិត្តបំផុតបើយើងជាអ្នកបោសសម្ហាតយើងត្រូវបោសសម្ហាតឲ្យបានស្អាតល្អហើយត្រូវធ្វើការងារនោះដោយយកចិត្តទុកដាក់បំផុតបើយើងជាកម្មករយើងក៏ត្រូវធ្វើការងារនោះដោយអត់ធ្មត់និងពេញចិត្តចំពោះវាទោះជាយើងត្រូវធ្វើអ្វីនៅកន្លែងណាក៏យើងត្រូវប្រកាសក្នុងចិត្តថាយើងធ្វើវាជាមួយក្តីស្រឡាញ់មិនមែនធ្វើវាដោយសារតែវាជាកាតព្វកិច្ចដែលចាំបាច់ត្រូវតែធ្វើនោះទេនៅលើវិថីនៃជីវិតរបស់យើងមិនមាននរណាកាដូជីវិតដែលស្មោះត្រង់ចំពោះយើងនិងស្គាល់ច្បាស់ពីយើងជាងយើងខ្លួនឯងទេប៉ុន្តែការស្គាល់ខ្លួនឯងជារឿងដ៏លំបាកមួយណាស់ពេលខ្លះដែលយើងស្មោះត្រង់ចំពោះខ្លួនឯងអ្នកដទៃនឹងគិតថាយើងលឹងព្រោះគេមិនបានយល់ពីគំនិតរបស់យើងច្បាស់ទេប៉ុន្តែយើងមិនចាំបាច់ត្រូវខ្វល់ចំពោះអ្វីដែលគេនិយាយនោះយើងគួរតែបញ្ឈប់ការគិតចំពោះអ្វីដែលអ្នកផ្សេងទៀតគេកំពុងតែគិត
ព្រោះបើយើងចង់គិតដូចគេអញ្ចឹងយើងច្បាស់ជាត្រូវបោះបង់តម្លៃនៃភាពស្មោះត្រង់ដែលមានចំពោះខ្លួនឯងចោលជាក់មិនខានឡើយបើយើងមិនពេញចិត្តនឹងទំនាក់ទំនងមួយដែលយើងកំពុងតែមានមិនថាទំនាក់ទំនងមិត្តភ័ក្តិឬស្នេហាយើងគួរតែយកដៃដាក់លើទ្រូងខ្លួនឯងហើយសួររកហេតុពីខាងក្នុងទ្រូងរបស់យើងមកចិត្តគំនិតរបស់យើងនឹងឆ្លើយប្រាប់នូវចម្លើយដ៏ស្មោះត្រង់បំផុតយើងគួរតែដៃចេញពីទំនាក់ទំនងមួយនោះទៅចេញដោយមិនចាំបាច់ត្រូវខ្វល់ថាគេនឹងស្អប់យើងគ្មាននរណាម្នាក់អាចស្អប់យើងរាល់ថ្ងៃពេញជីវិតគេទេបើសិនជាមានគេនឹងក្លាយជាមនុស្សដែលត្រូវស្អប់ខ្លួនឯងមុនយើងទៀតផ្លោះព្រោះគេប្រមូលអារម្មណ៍មិនល្អមកទុកនៅក្នុងទ្រូងខ្លួនឯងច្រើនរាល់ថ្ងៃហើយបើបែបនេះវាមិនស័ក្តិសមទាល់តែសោះដែលយើងត្រូវខំទ្រាំជាមួយទំនាក់ទំនងបែបនឹងបន្តទៀតមានរឿងច្រើនទៀតដែលយើងត្រូវនិយាយនឹងឆ្លើយចំពោះខ្លួនឯងដោយស្មោះត្រង់បំផុតសូម្បីតែក្តីសុបិនរបស់យើងក៏យើងត្រូវតែដើរតាមវាដោយស្មោះត្រង់ជានិច្ចការងារគ្រប់យ៉ាងដែលយើងធ្វើយើងត្រូវប្រកាសថាយើងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះវាយ៉ាងល្អជាទីបំផុតរាល់ព្រឹកភ្ញាក់ពីគេងមនុស្សដែលយើងត្រូវសន្យានឹងធ្វើឲ្យបាននោះគឺខ្លួនឯងគ្មាននរណាម្នាក់អាចធ្វើរឿងអស់នឹងជំនួសយើងបានទេវាមានតម្លៃមួយដែលយើងត្រូវស្មោះត្រង់ចំពោះខ្លួនឯងនោះគឺយើងនឹងរស់នៅដោយសុបាយចិត្តនិងមិនចាំបាច់ត្រូវខ្វល់ខ្វាយអ្វីច្រើនរាល់ថ្ងៃ